ពេលមានសង្គ្រាមរហូតមកដល់ឥឡូវកងទ័ពហើយនឹងពលរដ្ឋដូចភ្លើងដុតរោសន្ធៅហើយពេលប្រទេសមានសង្គ្រាមតើលំបាកយ៉ាងណាគួរបន់ព្រះអរិយអ្នកតាឬពឹងលើទេវតាសន្តិភាពអ្នកណាមិនចង់បានជីវិតគឺមានតែមួយបន្ទាយមានជ័យភូមិព្រៃច័ន្ទរំលឹកដល់ព្រះឲ្យជួយហើយជនស៊ីវិលមិនដឹងអីសោះសៀមយកជីវិតប្រហារអើយភីទៅដល់ពលរដ្ឋដែលអ្នកបានលាចាវិញ្ញាណក្ខន្ធជនជាតិខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិនឹងព្រះនៅលើមេឃទុកវិបត្តិនិងភាពសោកសៅខ្ញុំសូមចូលរួមរំលែករឿងរ៉ាវដែលឃើញនៅភ្នែកសុទ្ធតែជាការពិតចងចាំទុកគ្រប់តចំនួនពួកសៀមជាជនអ៊ុក្រិតធ្វើសង្គ្រាមបង្ហូរឈាមទ្រង់ទ្រានប្លន់ទឹកដីហេតុអ្វីក៏ហានិភ័យដល់អ្នកមិនដឹងអីលមោបលបលន់ចង់បាត់ទឹកដីបង្កវិនាសកម្មជាពូជអាថ្មិលឥតសាសនាដែលដូនតាខ្មែរបានផ្ដាំនៅចាំនៅកត់